អ្នកនរគ្នាមានឆ្ងល់អត់ថាមូលហេតុអីបានជា content creator ស្ទើរតែ90%បោះបង់នៅដំណាក់កាលដែលមិនជោគយើងផុសវីដេអូ10 20មិន viral ក៏បោះបង់យើងឃើញគេជោគជ័យយើងចាប់ដើមគិតថាអូអង្ការយើងជោគជ័យដូចគេអង្ការដល់វេនយើងផលិតមាតិកាទៅតាមអារម្មណ៍របស់ខ្លួនឯងខ្លាចការរិះគន់ជាការពិតទៅណាគេក៏ខ្លាចការរិះគន់ដែរប៉ុន្តែមតិពីខ្លះអាចធ្វើឲ្យយើងបាក់ទឹកចិត្តសួស្តីអ្នកនរគ្នាខ្ញុំបាទឈ្មោះសម្បត្តិ Welcome មកកាន់កម្មវិធី PDR Studio Podcast សប្តាហ៍ទី1 episode ទី1ហើយថ្ងៃនេះដែរខ្ញុំមាន topic ដ៏កក្រើកមួយដែលនិយាយអំពីហេតុអ្វីបានជា content creator 90% បោះបង់មុនពេលជោគជ័យតើអ្នកធ្លាប់គិតទេថាមនុស្សជាច្រើនដែលបង្កើត content មិនមែនពួកគាត់បរាជ័យដោយសារតែពួកគាត់គ្មានសមត្ថភាពនោះទេប៉ុន្តែដោយសារតែពួកគាត់បោះបង់មុនពេលឃើញលទ្ធផលហើយថ្ងៃនេះយើងនឹងមកវែកញែកថាមូលហេតុអីបាន content creator បោះបង់ពាក់កណ្ដាលផ្លូវដូច្នេះហើយយើងចូលទៅដល់ចំណុចពិភាក្សានៅក្នុងនោះខ្ញុំមាន5ទី1គឺការរំពឹងទុកលទ្ធផលលឿនពេកយើងផុសវីដេអូ10 20មិន viral ក៏បោះបង់ហើយការបង្កើត audience និង view វាត្រូវការពេលវេលាចំណុចទី2ប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃយើងឃើញគេជោគជ័យយើងចាប់ដើមគិតថាអូអង្ការយើងជោគជ័យដូចគេអង្ការដល់វេនយើងមិនតែយើងមិនបានឃើញនៅការខិតខំប្រឹងប្រែងរបស់ពួកគេទេហើយនឹងពេលវេលាដែលពួកគេចំណាយទៅលើក្នុងវិស័យនឹងដែរចំណុចទី3ផ្ដោតលើ view ជាងតម្លៃ view ច្រើនមិនមែនបានន័យថានាំអ្នកទាំងអស់គ្នាទៅកាន់ភាពជោគជ័យរយៈពេលវែងនោះទេប៉ុន្តែបើសិនជា content របស់យើងបង្កើតដោយមានទំនុកចិត្តនិងទទួលបានទស្សនិកជនល្អ4មិនមានប្រព័ន្ធការងារច្បាស់លាស់ផលិតមាតិកាទៅតាមអារម្មណ៍របស់ខ្លួនឯងហើយមិនមានការវិភាគច្បាស់លាស់ក្នុងការគ្រប់គ្រង content ដើម្បីបង្ហោះ5ខ្លាចការរិះគន់ជាការពិតទៅណាគេក៏ខ្លាចការរិះគន់ដែរប៉ុន្តែមតិពីខ្លះអាចធ្វើឲ្យយើងបាក់ទឹកចិត្តប៉ុន្តែមតិមួយចំនួនទៀតអាចជួយកែលម្អនៅអ្វីដែលយើងខ្វះខាតបានភាពជោគជ័យរបស់អ្នកបង្កើត content មិនមែនជាអ្នកដែលចាប់ផ្ដើមមុននោះទេប៉ុន្តែគឺជាអ្នកដែលបន្តធ្វើវាបានយូរជាងគេបើអ្នកនរគ្នាកំពុងតែចង់ចាប់ផ្ដើមបង្កើត content ឬក៏បោះបង់សូមចែករំលែកបទពិសោធន៍អ្នកនរគ្នានៅក្នុង comment ហើយកុំភ្លេច follow page channel PDR Studio Podcast ទាំងអស់គ្នាដើម្បីទទួលបាននូវ episode ថ្មីៗនិងចំណេះដឹងដ៏ល្អបែបនេះទៀតសូមអរគុណនិងសូមជម្រាបលា